បាទបងប្អូនចឹងឥឡូវយើងតេស្តបាទតើតើនឹង Sea Lion 5បាទចាជារថយន្តស៊េរីថ្មីបងប្អូនបាទទើបចេញក្តៅរបស់ក្រុមហ៊ុន BYD បងប្អូនហើយក៏មានការចាប់អារម្មណ៍ពីខ្លាំងពីសំណាក់អតិថិជនបងប្អូនហើយមានសន្ទុះការកក់ច្រើនបងប្អូនបើតាមខ្ញុំដឹងបងប្អូនដោយសារតែរូបរាងស្រស់ស្អាតបងប្អូនណាបាទចង្គៀងគុជបាទ LED បាទចំនួន3គ្រាប់ភ្លឺឆ្វាយតំណបងប្អូនបាទបណ្ណាមុខអីគឺក្រមអីគេ design មកឆ្នោតចឹងណាបាទសម្បកកង់អីស្អាតបាទហើយស្អាតមែនតើបងប្អូននេះបាទនេះកន្លែងសាកថ្មបងប្អូនបាទចឹងកន្លែងសាកថ្មចឹងប្រភេទឡាននេះបាទមើលពីក្រោយក៏ស្អាតបងប្អូនដោយសារចង្គៀងគឺឆ្នោតបណ្ដាញពីមួយជាងទៅមួយជាងបងប្អូនបាទហើយជាប្រភេទរថយន្ត DMI បងប្អូនបាទចឹងប្រព័ន្ធបច្ចេកវិទ្យាតកតទៅនឹងបាទសាកថ្មផងសាំងផងបងប្អូនចឹងគឺទាន់សម័យបងប្អូនសំចៃខ្លាំងបាទវាសាកមកពេញជីបាន1090គីឡូបាទចឹងស្រស់ស្អាតបងប្អូនបាទបន្ទាប់មកខ្ញុំបានតេស្តបាទ Sea Lion 5 បាទរយៈពេលប្រហែល10នាទីគឺថាជន់អែមណាបងប្អូនអើយឡានអគ្គិសនីជន់ស្ងាត់ជន់ smooth ល្អហើយកម្លាំងវាគឺសិតតែបាទកម្លាំងលំមូលវាដល់200ជាង horse power បងប្អូនជន់បានបងប្អូនឃើញរូបរាងស្រស់ស្អាតណាបាទផ្នែកខាងមុខអីបាទមានចង្គៀងគុជ3គ្រាប់បណ្ណាមុខក្រមដាច់ចន្លោះបាទរង្វង់កង់ក៏ធំបាទមុខក៏ស្រស់ស្អាតមាន logo BYD នៅខាងមុខប្រព័ន្ធបច្ចេកវិទ្យាទំនើបបងប្អូនបាទបច្ចេកពីចម្ងាយបងប្អូនបច្ចេកពីចម្ងាយហើយតកតនឹងរង្វង់កង់ក៏ធំបាទហើយយើងសាកថ្មក៏បានសាកថ្មក៏បានចាក់សាំងក៏បានបងប្អូនណាហើយឯក្រង់កំសាន្តនៅខាងក្នុងក៏ធំល្អទៀតបងប្អូនបាទអញ្ចឹងຂະຫນាតនេះគឺຂະຫນាត SUV ធំបងប្អូនណាមិនមែនຂະຫນាត mini ទេអញ្ចឹងធំទូលាយរូបរាងស្រស់ស្អាតតម្លៃ 25,800 ជឿជាក់ថាវារឹតតែមានសន្ទុះទីផ្សារមែនទែនហើយក្នុងមួយរយៈខ្ញុំជិះឃើញបងប្អូនយើងគាត់គ្រប់គ្រងខ្លាំងតែគាត់ចេញពីខាងក្រុមហ៊ុនមកច្រើនតែធ្វើផ្លាកលេខទៅអីចឹងបងប្អូនអរគុណ Rainbow Kit ហាងលក់សម្ភារៈកុមារទាន់សម័យហាងម៉ាក់ស្រឡាញ់កូនសម្ភារៈត្រៀមសម្រាលហាង Travel Cam លក់កៅអីពិកនិចទាន់សម័យ